ជំរាបសួរមិត្តភក្តិបងប្អូនអរគ្នាក្នុងវីដេអូឃ្លីបនេះខ្ញុំនឹងនិយាយបញ្យល់ពីវិធីសាស្ត្រធ្វើយ៉ាងម៉េចដើម្បីទន្ទិញឆាប់ចាំព្រោះមានបងប្អូនមួយចំនួនគាត់តែងតែឧទាហរណ៍ទិញមេរៀនអត់ចាំអញ្ចឹងធ្វើឲ្យមានអារម្មណ៍ធុញថប់ខ្ជិលរៀនជាតិអីបាក់ទឹកចិត្តហើយលែងមានមុខចិត្តទៅលើខួរក្បាលខ្លួនឯងអ្នកទាំងអស់គ្នាដែលទន្ទិញអត់ចាំនឹងគាត់អត់យល់ថាហេតុអីបានខ្លួនគាត់ទន្ទិញអត់ចាំទេតាមពិតមូលហេតុដែលនាំឲ្យយើងទន្ទិញមិនចាំនឹងដោយសារតែយើងអត់យល់ពីវាអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងយកវិធីសាស្ត្រធ្វើមួយដើម្បីទន្ទិញឲ្យឆាប់ចាំយកមកបញ្យល់អ្នកទាំងអស់គ្នាហើយซึ่งសង្ឃឹមថានៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តតាមវិធីសាស្ត្រដែលខ្ញុំបានបញ្យល់នៅក្នុងវីដេអូឃ្លីបនេះនឹងធ្វើឲ្យចំណេញពេលវេលាក្នុងការទន្ទិញមេរៀនឲ្យឆាប់ចាំហើយនឹងមានប្រសិទ្ធភាពហើយសូមបញ្ជាក់ថាវិធីសាស្ត្រទាំងនេះគឺការចេញពីបទពិសោធន៍ផ្ទាល់ខ្លួនបូកផ្សំជាមួយនឹងការស្រាវជ្រាវបន្ថែមហើយវិធីសាស្ត្រនេះត្រូវបានអនុវត្តរួចមកហើយចំពោះសិស្សនៅ Startup Community ហើយនឹងចំពោះខ្ញុំផ្ទាល់ឃើញថាមានប្រសិទ្ធភាពវិធីសាស្ត្រដែលយើងដើម្បីទន្ទិញមេរៀនចាំអ្នកទាំងអស់គ្នាគួរតែបដូរគេថាអរិយាបថចាស់ទម្លាប់ចាស់ពីមុនមកចោលសិនគឺចាប់ផ្ដើមអនុវត្តមធ្យោបាយថ្មីដែលខ្ញុំនឹងបញ្យល់ទី1មធ្យោបាយដែលយើងទន្ទិញឆាប់ចាំឈប់ទន្ទិញដើម្បីចាំគឺមានន័យថាទន្ទិញដើម្បីចាំមានន័យថាឈប់អានដើម្បីទន្ទិញគឺអានដើម្បីយល់យើងបដូរវិញអញ្ចឹងមាននៅពេលដែលយើងអានមេរៀនឬអានអីមួយគឺយើងមិនអានដើម្បីទន្ទិញចាំគឺយើងអានដើម្បីក្តាប់យកអត្ថន័យថាតើមេរៀននឹងចង់និយាយពីអីអញ្ចឹងមានន័យថាយើងអានដោយយកចិត្តទុកដាក់អានដោយកាប់ចង់អារម្មណ៍បំផុតអានមានន័យអានយើងអានតែយើងចូលទៅក្នុងសាច់រឿងនឹងបណ្ដាថាអត្ថបទនឹងនិយាយពីអីឬក៏មេរៀននឹងនិយាយពីអីចង់បញ្យល់យើងពីស្អីអញ្ចឹងយើងអានដោយយកចិត្តទុកដាក់ចាំថាអានដោយយកចិត្តទុកដាក់អានរហូតតតែយល់អញ្ចឹងយើងអាននឹងមិនអានទន្ទិញដើម្បីចាំគឺអានដើម្បីយល់សិនជំហានទី1គឺអានដើម្បីយល់នៅពេលដែលយើងយល់ហើយយើងបិទសភៅចុះយើងសាកសម័យមើលថាតើមេរៀននេះនិយាយប្រាប់យើងអីខ្លះយើងបិទផ្នែកយើងសម័យទៅលើមេរៀនហ្នឹងថាមេរៀនហ្នឹងបញ្យល់យើងអីខ្លះក្រោយពីអានយើងអាចចេះអីខ្លះយើងអាចដឹងអីខ្លះយើងអាចយកអីខ្លះយើងទៅបញ្យល់ប្រាប់គេបានអញ្ចឹងអាហ្នឹងដើម្បីយើង recall ឡើងមកវិញគេថា retrieval ឡើងមកវិញនៅពេលយើងបានអានណាអញ្ចឹងវាធ្វើឲ្យយើងដឹងថាតើយើងចាំបានប៉ុណ្ណាព្រោះចាំនឹងវាចេញមកការយល់កាលណាដែលយើងយល់ច្បាស់គឺយើងចាំច្បាស់ដូចយើងនិយាយគេឲ្យយើងព័ត៌មានពីរបស់អ្វីមួយដែលយើងដឹងច្បាស់យើងគ្រាន់តែបិទភ្នែកយើងដឹងថារបស់នឹងរៀងមិនយើងអាចនិយាយប្រាប់គេបានអូម៉ាតំតោយើងស្គាល់បានយើងដឹងតំតោនឹងរៀងមិនកន្លែងបិទតែមអីក្បាយអសអីគឺយើងដឹងច្បាស់មកប៉ុន្តែនៅពេលដែលយើងអត់យល់វិញយើងអត់ស្គាល់ពីតំតោច្បាស់យើងអាចសម័យឃើញដូចយើងអត់ស្គាល់ពីអីមួយយើងអាចព័ត៌មានពីរបស់នឹងបានអញ្ចឹងអានឲ្យយើងចិត្តណាដើម្បីយល់ក្រោយពីពេលយល់ហើយបិទសភៅហើយបិទផ្នែកសាកមើលសម័យដល់អ្វីយើងបានអានថាយើងយល់បានអីខ្លះជំហានទី3គឺការកត់ត្រានៅពេលដែលយើងស្មារតីហើយយើងអាចយកបិចមួយយកមកកត់ត្រាចំតើយើងអាចចាំបានអីខ្លះយើងអាចយល់បានអីខ្លះទៅលើមេរៀនហ្នឹងអញ្ចឹងយើងអាចតេស្តតាមរយៈការសរសេរសង្ខេបឡើងវិញដោយមិនបាច់មើលសភៅឬក៏អាចការសាកល្បងឆ្លើយសំណួរទៅលើអត្ថបទហ្នឹងពួកអត្ថបទខ្លះមានសំណួរនៅខាងចុងអញ្ចឹងយើងព្យាយាមឆ្លើយដោយមិនបើកមើលឡើងវិញយើងអាចដឹងថាតើយើងអង្គចងចាំយើងចាំបានប៉ុន្មានហើយបន្តមកទៀតគឺបញ្ហាទៀតថានៅពេលដែលយើងមើលហើយយើងគិតឡើងវិញហើយយើងឆ្លើយសំណួរគឺយើងឆ្លើយចេញយើងនៅតែផ្ទះមានកន្លែងថាយើងអត់ដឹងយើងត្រូវមើលឡើងវិញព្រោះនៅពេលដែលយើងផ្ទះហ្នឹងគឺយើងបង្ខាត់ចម្ងល់ខ្លះណាចង់ដឹងហេតុអភិបចង់ដឹងចំណងនៃការចង់ដឹងយើងខ្លាំងតែអញ្ចឹងនៅពេលដែលយើងបើកមើលតិចធ្វើឲ្យខួរក្បាលយើងបិទចាំល្អចាំកន្លែងនេះច្បាស់មកអញ្ចឹងមកដល់កន្លែងនេះយើងនឹងចាំមើលតម្រង់យើងអាចចាំខ្លាំងមែនដែរព្រោះដោយសារតែចំណងការចង់ដឹងយើងខ្លាំងអញ្ចឹងបានន័យថានៅពេលដែលយើងទៅសេឡើងវិញទៅយើងផ្ទះអត់នឹងអត់ឃើញទេយើងបើកមើលវាឡើងវិញកន្លែងហ្នឹងមើលឲ្យធ្វើអនុវត្តដូចជំហានទី2ទី3ឡើងវិញមកមើលឡើងវិញហើយបិទភ្នែកសម័យម្ដងទៀតហើយទៅសេវាចប់ធ្វើអត់ចេះបើមើលឡើងវិញទៀតអញ្ចឹងទៅប្រហែលដងអ្នកនឹងចាំអានមេរៀនច្បាស់ព្រោះថាអ្នកទាំងអស់នេះយល់ពីមេរៀនច្បាស់អញ្ចឹងអ្នកទាំងអស់អាចប្រើ style របស់ខ្លួនឯងក្នុងការសរសេរចម្លើយឬសរសេរសង្ខេបនៅពេលដែលគ្រូសួរមកយើងអាចឆ្លើយតាមរយៈ style របស់យើងមានន័យថាឆ្លើយតាមរយៈការយល់របស់យើងចេញពីមេរៀនហ្នឹងអញ្ចឹងមេរៀនហ្នឹងមួយមិនមែនរយៈពេលមួយអាទិត្យកន្លះខែមួយខែក្រោយយើងភ្លេចមួយឆ្នាំពីរឆ្នាំក្រោយក៏យើងអាចនឹងអត់ភ្លេចដែរព្រោះយើងយល់ពីវាច្បាស់បើយើងយកវាទៅប្រើយកទៅបញ្យល់អ្នកអតីតច្រើនដងទៀតយើងកាន់តែយល់ច្បាស់អញ្ចឹងកលិះសំខាន់បំផុតដែលខ្ញុំចង់បង្ហាញនៅថ្ងៃនេះគឺអានដើម្បីយល់មិនមែនអានដើម្បីចាំទេចាំថាអានដើម្បីយល់មិនមែនអានដើម្បីចាំទេប៉ុន្តែក្រោយពេលយល់បង្កើនភាពចងចាំដើម្បីរំលឹកយកវាមកវិញហើយប្រើ style ខ្លួនឯងក្នុងការឆ្លើយសំណួរឬក៏សរសេរវាឡើងវិញអញ្ចឹងបើសិនជាបងប្អូនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ខ្ញុំគិតថាបងប្អូនចំណេញពេលវេលាច្រើនគឺអាចយល់វាច្បាស់ហើយចាំវាបានច្បាស់ហើយអត់ងាយភ្លេចហើយអាចប្រើប្រាស់អ្វីដែលខ្លួនឯងបានចេះបានចាំដើម្បីមានប្រសិទ្ធភាពអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូឃ្លីបនេះនឹងជួយដល់បងប្អូនដែលចង់រៀនមេរៀនឲ្យឆាប់ចាំឲ្យចំណេញពេលវេលាហើយនឹងលែងមានភាពធុញទ្រាន់ចំពោះមេរៀនទៀតបាទសូមអរគុណសូមជម្រាបលា